ប្រុសគ្នាយើងពេលដែលលួចប្រពន្ធឬមួយក៏លួចសង្សារទៅដើរលេងឬផឹកស៊ីអញ្ចឹងពេលមកវិញហ្នឹងតែងតែនាំមិត្តភក្តិឬមួយក៏អ្នកស្គាល់គ្នាមកជាមួយដោយសារអីដើម្បីឲ្យធ្វើជាសាក្សីឧទាហរណ៍ពេលប្រពន្ធខឹងអីចឹងទៅបើណែឯងជឿសាកសួរមិត្តភក្តិបងអីចឹងទៅតែនៅក្នុងរឿងផ្លូវច្បាប់វិញសាក្សីមិនមែនចេះតែហាធ្វើតាមតែចិត្តនឹកឃើញអត់ទេសាក្សីមុននឹងធ្វើសាក្សីនៅក្នុងរឿងច្បាប់មុននឹងពេលសាវនាការចាប់ផ្ដើមអ្នកដែលធ្វើសាក្សីហ្នឹងត្រូវធ្វើការស្បត់សិនដែលមានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា154សម្បត្តិរបស់សាក្សីមុននឹងឆ្លើយសំណួរសាក្សីម្នាក់ត្រូវស្បត់តាមសាសនានិងជំនឿរបស់ខ្លួនថាឆ្លើយតែការពិតហើយទម្រង់នៃការស្បត់ហ្នឹងគឺមានចែងនៅក្នុងឧបសម្ព័ន្ធនៃក្រមនេះហ្នឹងគឺក្រមនីតិវិធីព្រហ្មទណ្ឌហើយឧបសម្ព័ន្ធនេះគឺមានចែងនៅក្នុងទំព័រ204នៃក្រមនីតិវិធីព្រហ្មទណ្ឌហើយចំពោះសាក្សីទាំងអស់មិនមែនសិតតែស្បត់ទាំងអស់ទេមានសាក្សីមួយចំនួនអាចរួចពីការស្បត់ដែលមានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌដូចគ្នាត្រង់មាត្រា156សាក្សីដែលអនុញ្ញាតឲ្យរួចផុតពីការស្បត់ត្រូវបានស្ដាប់ចម្លើយដោយមិនចាំបាច់ធ្វើសម្បត្តិចំពោះសាក្សីដូចតទៅ1ឪពុកម្ដាយនិងពុព្វជនគ្រប់រូបរបស់ជនត្រូវចោទ2កូនប្រុសកូនស្រីនិងបច្ឆាជនគ្រប់រូបផ្សេងទៀតរបស់ជនត្រូវចោទ3បងប្អូនប្រុសស្រីរបស់ជនត្រូវចោទ4បងប្អូនថ្លៃប្រុសស្រីរបស់ជនត្រូវចោទ5ប្តីឬប្រពន្ធរបស់ជនត្រូវចោទទោះបីលែងលះគ្នាហើយក៏ដោយ6កុមារដែលមានអាយុតិចជាង14ឆ្នាំអញ្ចឹងមាត្រា154និយាយអំពីសម្បត្តិរបស់សាក្សីមាត្រា156និយាយអំពីសាក្សីដែលអាចឲ្យរួចផុតពីសម្បត្តិអញ្ចឹងប្រពន្ធក្តីសង្សារក្តីមុននឹងឲ្យមិត្តភក្តិប្តីធ្វើជាសាក្សីឲ្យប្តីឲ្យមិត្តភក្តិប្តីនឹងស្បត់សិនទៅយកគំរូតាមច្បាប់ទៅការពារខ្លាចសាក្សីប្តីអត់ឆ្លើយការពិត Nice